តើអ្វីបានជាក្មេងប្រែពណ៌ក្រោយពេលព្យាបាលសួស្តីអ្នកនរគ្នាខ្ញុំដុកទ័រវិត្រីជាតបណ្ឌិតនៅមន្ទីរព្យាបាលក្មេងស្ថានីយ៍បានជាក្មេងប្រែពណ៌ក្រោយពេលព្យាបាលក្មេងរួចទី1មកពីក្មេងមិនមានសរសៃឈាមទៅចិញ្ចឹមទី2ក្មេងដែលបន្សល់ទុកកំទេចកំទីសរសៃដែលងាប់នៅតំបន់ក្បាលក្មេងទី3ក្មេងដែលបន្សល់ទុកថ្នាំព្យាបាលក្មេងនៅតំបន់ក្បាលក្មេងចំពោះដំណោះស្រាយបញ្ហាក្មេងប្រែពណ៌នេះទី1ការស្រោចធ្មេញដែលយើងហៅថា dental crown ទី2ការបិទជាសំណក់ធ្មេញដែលយើងហៅថា veneer វាជាជម្រើសដ៏ល្អសម្រាប់បិទបាំងធ្មេញប្រែពណ៌នៅខាងមុខទី3ការប៉ះធ្មេញដោយថ្នាំប៉ះធ្មេញដែលយើងហៅថា composite វាគឺជាការប៉ះធ្មេញទូទៅទី4គឺជាការធ្វើធ្មេញឲ្យសពីខាងក្នុងដែលយើងហៅថា internal bleaching ក្រៅពីជួយបិទបាំងបញ្ហាធ្មេញប្រែពណ៌នេះវាក៏ជួយកម្ដងមុខងារកម្ពីហើយនឹងបង្ការការបែកបាក់សាច់ធ្មេញធម្មជាតិជាចុងក្រោយបើសិនបើលោកអ្នកមានបញ្ហាធ្មេញប្រែពណ៌នេះអាចអញ្ជើញមកពិគ្រោះយោបល់ក៏ដូចជាទទួលសេវាកម្មនៅមន្ទីរព្យាបាលធ្មេញស្ថានីយ៍សូមអរគុណជួបគ្នានៅវីដេអូក្រោយ